នេះជារមណីយដ្ឋានទេសចរណ៍មួយក្បែរជើងភ្នំគិរីរម្យដែលស្ថិតក្នុងខេត្តកំពង់ស្ពឺនៅទីនេះពោរពេញទៅដោយសម្រស់ធម្មជាតិយ៉ាងស្រស់ស្អាតនិងមានការកែច្នៃដោយប៉ិនប្រសប់ដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងបាទស្របពេលដែលខ្ញុំទៅលេងស្មៅលាស់ខៀវបៃតងខ្ចីតែម្ដងហើយមានកន្លែងកំសាន្តលេងតែនៅទីនេះហាក់ដូចជាមានវ័យចំណាស់ទៅហើយកន្លែងកំសាន្តនឹងដើរអីរៀងចាស់ទ្រុឌទ្រោមបន្តិចក៏ប៉ុន្តែពោរពេញទៅដោយធម្មជាតិពណ៌បៃតងតែម្ដងបាទបងប្អូនបានឃើញមានមនុស្សលេងគេមិនកែច្នៃស្រស់ស្អាតមែនទែនប៉ុន្តែរៀងស្ងាត់បន្តិចហើយនៅទីនេះបាទស្ងាត់ដោយសារតែពុំមានបងប្អូនប្រជាពលរដ្ឋយើងក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិចូលលេងកម្សាន្តច្រើននោះឡើយអ្វីត្បិតតែពុំសូវមានបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិចូលលេងកម្សាន្តច្រើនប៉ុន្តែនៅទីនេះសម្រស់ធម្មជាតិដោយបងប្អូនបានឃើញអញ្ចឹងបាទមានរូប Dinosaur និងរូបផ្សេងទៀតដែលបានដាក់តាំងនៅក្នុងរមណីយដ្ឋានទេសចរណ៍មួយនេះបាទបងប្អូនដែលទៅលេងកម្សាន្តនៅគិរីរម្យមុននឹងឡើងភ្នំគិរីរម្យយើងងាកមកខាងស្ដាំដៃនឹងឃើញរមណីយដ្ឋានទេសចរណ៍មួយនេះដែលមានវ័យចំណាស់ហើយមានរូបចម្លាក់ Dinosaur ដែលគេធ្វើនឹងដាក់តាំងបង្ហាញនឹងមានផ្លូវជិះកង់កំសាន្តលេងនៅក្នុងរមណីយដ្ឋានហ្នឹងក៏មានទូកកាយ៉ាក៏ដូចជាកន្លែងអង្គុយលេងសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិផងដែរប៉ុន្តែដូចខ្ញុំបានបញ្ជាក់អំបញ្ញមិញអញ្ចឹងគឺមានលក្ខណៈទ្រុឌទ្រោមបន្តិចហើយបាទនៅទីនេះមានស្រះយ៉ាងធំក៏ដូចជាមានអូរទឹកហូររិញផងដែរហើយនៅមកជាហៀងនៃរមណីយដ្ឋានទេសចរនេះមានកន្លែងស្នាក់នៅនិងមានកន្លែងលក់ម្ហូបអាហារនិងកន្លែងលេងកម្សាន្តក៏ដូចជាងូតទឹកអាងអីជាដើមមានការរៀបចំនៅទីនេះផងដែរប៉ុន្តែសម្រាប់មកជាហៀងដែលខ្ញុំបានរៀបរាប់អំបញ្ញមិញហ្នឹងគឺមានលក្ខណៈចាស់ទ្រុឌទ្រោមមិនសូវមានការថែទាំមើលថែនោះទេបាទនេះជាមួយផ្នែកនៃរមណីយដ្ឋានទេសចរណ៍មួយក្បែរជើងភ្នំគិរីរម្យដែលស្ថិតនៅខេត្តកំពង់ស្ពឺបាទប៉ុន្តែដោយខ្ញុំបានបញ្ជាក់អញ្ចឹងនៅទីនេះមានការជួលកង់ជិះលេងកម្សាន្តក៏ដូចជាមានកន្លែងសម្រាប់យើងដើរកម្សាន្តលេងគយគន់ទេសភាពក៏ដូចជាផ្សេងដែលមានការរៀបចំនៅទីនោះបាទអ្វីត្បិតតែវាមានលក្ខណៈមើលទៅដូចជាសាមញ្ញប៉ុន្តែវារក្សានៅភាពដើមមានន័យថាมันមានការកែប្រែនោះឡើយបាទមានន័យថាវាជាកន្លែងធម្មជាតិពិតអញ្ចឹងណាបងប្អូនបាទដើមឈើក៏ដូចជាស្មៅនិងផ្សេងទៀតខៀវស្ងាត់តែម្ដងនៅក្នុងនឹងបាទហើយនៅចំហៀងខាងនេះដូចខ្ញុំបាននិយាយបាញ់មិញអញ្ចឹងជាកន្លែងទេសចរសម្រាប់ឲ្យភ្ញៀវលេងកម្សាន្តនិងស្នាក់អាស្រ័យផងដែរបាទនេះជាតូងមួយដែលកន្លែងភ្ញៀវទេសចរជាតិអន្តរជាតិអាចជិះកម្សាន្តដូចខ្ញុំបានថតវីដេអូនិងរូបខ្ញុំផ្ទាល់ទុកជាអនុស្សាវរីយ៍ពេលដែលខ្ញុំបានចូលទៅលេងនៅទីនោះអញ្ចឹងណាបាទនេះជាអាងទឹកដែលខ្ញុំបាននិយាយអំបញ្ញមិញអញ្ចឹងសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើងអាចងូតទឹកលេងកម្សាន្តនិងស្នាក់អាស្រ័យមានអាហារហូបចុកនិងមានកន្លែងស្នាក់នៅជាដើមបាទបន្ទាប់មកក៏មានកន្លែងកម្សាន្តលេងជាច្រើនទៀតដែលមានការកែច្នៃនៅក្នុងនេះមានការរៀបចំសួនលំហែក៏ដូចជាការរៀបចំផ្សេងទៀតដែលមាននៅក្នុងវីដេអូដែលខ្ញុំបានថតអញ្ចឹងបាទភ្ញៀវទេសចរជាតិបងប្អូនប្រជាពលរដ្ឋនៅពេលធ្វើដំណើរទៅលេងលើភ្នំគិរីរម្យអាចជិតទៅដល់ជើងភ្នំងាកខាងស្ដាំដៃទៅនឹងឃើញរមណីយដ្ឋានទេសចរណ៍មួយនេះរមណីយដ្ឋានទេសចរណ៍ដែលបងប្អូនប្រជាពលរដ្ឋពីមុនដែលធ្លាប់ឡើងលេងគិរីរម្យអាចនឹងស្គាល់ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះប្រហែលជាមិនសូវមានបងប្អូនប្រជាពលរដ្ឋយើងចូលទៅលេងកម្សាន្តនឹងស្គាល់នោះទេបាទជាកន្លែងមួយដែលខ្ញុំបាននិយាយឲ្យថាវាលក្ខណៈប្លែកដែលមើលទៅសាមញ្ញធម្មតាហើយនេះជារូបភាព
កង់ដែលគេដាក់តាំងបង្ហាញជាប់លបងហ្នឹងបាទសម្រាប់ឲ្យយើងជួលនៅក្នុងហ្នឹងមានការជួលកង់ជិះលេងកំសាន្តអញ្ចឹងណាបងប្អូនបាទដូចឃើញនៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងបាទនៅពេលនេះជាផ្លូវដែលគេរៀបចំសម្រាប់ជិះកង់ហ្នឹងបាទឆ្ងាយដែរបាទទីតាំងរមណីយដ្ឋានហ្នឹងធំបាទជាសួនធំមួយមានការកែច្នៃហើយនេះដើមចំបក់យ៉ាងធំដែលបងប្អូនមិនដែលស្គាល់បាទហើយនេះមិនមែនជាលើកទី1ទេដែលខ្ញុំបានឃើញដើមចំបក់នៅស្រុកខ្ញុំធំជាងនឹងទៀតបាទហើយដើមឈើធម្មជាតិទាំងនេះគឺមាននៅក្នុងរមណីយដ្ឋានក្បែរជើងភ្នំគិរីរម្យនឹងតែម្ដងបាទបងប្អូនដែលមិនស្គាល់រុក្ខជាតិទាំងនេះអាចធ្វើដំណើរកម្សាន្តលេងចូលលេងអីចឹងណាបងប្អូនបាទហើយកុំភ្លេចជួយ Subscribe YouTube ពិតនិងជួយ Like ជួយ Share ក៏ដូចជាជួយ Follow Page Facebook ពិតនិង TikTok ពិតរបស់ខ្ញុំបាទផងដែរដើម្បីបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិបានទទួលបានឃើញនឹងទស្សនាវីដេអូថ្មីបន្ថែមទៀតតាក់ទងទៅនឹងតំបន់ទេសចររបស់ប្រទេសកម្ពុជាយើងនិងកន្លែងកែច្នៃផ្សេងទៀតដែលខ្ញុំបានធ្វើដំណើរទៅដល់ហើយបងប្អូនដែលមិនបានឃើញអាចទៅលេងកម្សាន្តនៅពេលក្រោយនៅពេលសម្រាប់ពីការងារក៏ដូចជាថ្ងៃសៅរ៍ថ្ងៃអាទិត្យនិងថ្ងៃបុណ្យជាតិសំខាន់ផងដែរសូមអរគុណសូមជម្រាបលា